សួស្តីបងប្អូនអ្នកស្រឡាញ់ម៉ូតូទាំងអស់គ្នាខ្ញុំចែករំលែកអំពីវិធីសាស្ត្រក្នុងការចាប់ប្រាំងឲ្យបានត្រឹមត្រូវណាហើយជាទូទៅអ្នកទាំងអស់គ្នាដែលជាដៃថ្មីឬមួយក៏មិនដឹងពីវិធីសាស្ត្រក្នុងការចាប់ប្រាំងយកដៃម្រាមទាំង4ហ្នឹងយកមកចាប់ប្រាំងហើយដើម្បីឲ្យចាប់ឲ្យបានត្រឹមត្រូវគឺតាមក្បួនដែលយើងត្រូវធ្វើគឺយើងត្រូវចាប់ប្រើម្រាម2ឬមួយក៏ប្រើម្រាម1ប៉ុន្តែទូទៅសម្រាប់នេះខ្ញុំប្រើម្រាម1ឯងសូមប្រើម្រាម2ព្រោះហេតុអីកាលណាយើងជិះម៉ូតូដែលមានប្រាំងបូមប្រាំងឌីសហ្នឹងគឺយើងមិនចាំដល់ប្រើម្រាមចេះទេព្រោះបើយើងប្រើប្រាំងស្បែកយើងត្រូវចាប់ចេះយកសងអីហ្នឹងណាប៉ុន្តែសម្រាប់ប្រាំងបូមយើងចាប់តាមម្រាម1អញ្ចឹងបានហើយឬមួយក៏មិនចង់ច្រើនម្រាម2អញ្ចឹងឯងព្រោះដើម្បីអីដើម្បីឲ្យយើងមានជំហរដៃកាន់តែនេះកាលយើងចាប់ម្រាម1យើងមានជំហរដៃកាន់តែនេះឬម្រាម2យើងមានចំនួនដៃកាន់នេះអញ្ចឹងណាហើយថ្ងៃហ្នឹងចែករំលែកជូនបងប្អូនទាំងអស់គ្នាប៉ុណ្ណឹងសម្រាប់អ្នកដៃថ្មីដែលគាត់ទើបតែរៀនជិះម៉ូតូអមយ៉ាឬមួយក៏គាត់មិនទាន់ដឹងវិធីសាស្ត្រដែលចាប់ប្រាំងបានត្រឹមត្រូវណាហ្នឹងហើយថ្ងៃនេះខ្ញុំមានការចែករំលែកប៉ុណ្ណឹងអរគុណបងប្អូនអ្នកស្រឡាញ់ម៉ូតូទាំងអស់គ្នា